ជំរាបសួរចាពុកម៉ែបងប្អូនថ្ងៃណាថ្ងៃអាទិត្យនេះហើយខ្ញុំចង់ទៅបេះពោតពួកអីមើលទៅឃើញពោតខ្ញុំហ្នឹងដូចល្មមបេះបានញ៉ាំហើយនោះជាការពោតខ្ញុំដាំបាន2រងអត់សូវតន់ធំទេពោតខ្ញុំប៉ុន្តែមើលទៅដូចរៀងចាស់ដែរហើយកត្រកយកមកបេះពោតយកស្ងោរញ៉ាំបន្តិចហ្នឹងណានេះពោតចាស់ហើយនេះប៉ុន្តែអត់ធំមកពីខ្ញុំដាំញឹកពេកឆ្នាំនេះហើយខ្យល់ប្រមាណមេទៅដួលឡើងត្រេតត្រូតអស់លីងពោតខ្ញុំនេះខ្លាយខ្លះអត់ទាន់ធំទេប៉ុន្តែខ្ញុំមើលទៅដូចឃើញចាស់ច្រើនដែរហើយបានថាចង់មករកបេះពោតនេះផ្លែអូនេះដូចចាស់ល្អហើយនេះអូយចាស់ហើយចាស់មែននេះបែបបានមួយឆ្នាំហើយទុកពើពូជឆ្នាំក្រោយហើយនេះដើមពោតពណ៌ស្វាយបានមកដើមពីដើមលាយគ្នានេះដើរចូលខាងនេះពោតខាងនេះនេះមកដើមនេះឡើងចាស់បាត់ហើយនេះដើរចូលចំការពោតបន្តិចមើលដួលអស់លីងនេះចាស់អស់ដួលឡើងត្រេតហ្មងដើមពោតខ្ញុំដួលត្រេតអស់លីងខាងនេះផ្លែពោតនេះពោតស្អិតយើងណាពោតតណើបខ្មែរថាពីចម្ងាយបាន2រងដែរនេះ2រងពោតនេះរងម្ទេសខាងនោះពោតម្ដងទៀតនោះនេះពោតខ្ញុំកាច់បានស្ងោរបានឆ្នាំដែរនេះបានពោតស្វាយមួយទុកឡើងចាស់ហើយមើលអត់បានមើលពោតស្ងោរខ្ញុំហ្នឹងបានឆ្អិនហើយនេះបានធំប្រមាណ2 3ហើយអានេះទូចប៉ុន្តែទូចចឹងមែនណាប៉ុន្តែសាច់ឡើងណែនដែរនេះខ្ញុំទុកឡើងចាស់ហើយនេះបកមកសាកបកធំមួយនេះមើលអូនេះសាច់ល្អតានេះល្មមញ៉ាំអានេះពោតតណើបយើងខ្ញុំភ្លក់ញ៉ាំមិញណាដូចវាអត់សូវផ្អែមហ្មងទេល្មមផ្អែមឡែមនេះធំអស់ហើយមិញបេះបានមកកញ្ច្រែងប៉ុណ្ណឹងឯងអរគុណច្រើនជម្រាបលា